ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើនំលោកខែសំបកព្រិលឈ្នួលត្រាវពងប្រៃបងប្អូនជាដំបូងបងប្អូនខ្ញុំមានម្សៅ3មុខម្សៅខ្សាយត្នោតនិងម្សៅដំឡូងបងប្អូនមានម្សៅពោតអាចដាក់ម្សៅពោតបានហើយម្សៅដំឡូងបងប្អូនខ្ញុំដាក់100ក្រាមម្សៅខ្សាយ100ម្សៅត្នោត200ស្ករ200ក្រាមទៅដល់កូរខាប់មួយស្ព្រាបាយហើយនឹងខ្លាញ់មួយស្ព្រាបាយហើយទៅដល់កូរស្រស់បងប្អូនលាយចូលគ្នាទៅកុំឲ្យរាវពេកកុំខាប់ពេកមកល្មមដែលបងប្អូនយកទៅចំហុយបងប្អូនចង់បានពណ៌ដាក់តាមបងប្អូនចូលចិត្តបងប្អូនអត់ចង់ដាក់ក៏បានដែរហើយពេលបងប្អូនចំហុយបងប្អូនលាបប៊ឺននៅចានហើយបងប្អូនអាចចំហុយទាំងអស់ក៏បានចំហុយដូចខ្ញុំដាក់ចានតប៉ែតចេះទៅឆាប់ឆ្អិនបងប្អូនចំហុយតែ1នាទី2នាទីឆ្អិនណាបងប្អូនហើយបងប្អូនចង់ចំបាច់ដៃក៏បានដែរព្រោះខ្ញុំអត់ពេលបងប្អូនដាក់ម៉ាស៊ីនចេះហើយនិយាយថាវាយវាស្អិតដូចថាស្វិតល្អមែនតើហ្មងហើយម្សៅនេះទន់ណាបងប្អូនធ្វើនៅក្តៅពេលបងប្អូនវាយហើយដាក់ចូលទូត្រជាក់1ម៉ោងអីទៅរួចរាល់បងប្អូនហើយបន្ទាប់មកបងប្អូនត្រូវយកពងប្រៃដែលបងប្អូនធ្វើហ្នឹងយកទៅអាំងវារៀងឆ្អិនតិចទៅយកមកច្របាច់មួយឈ្នួលត្រាវហ្នឹងហើយឈ្នួលត្រាវបងប្អូនមើលទៅធំខ្ញុំធ្វើសាច់ឈ្នួលធំជាងសបកទម្ងន់ប្រហែល100ស្រូបចូលគ្នាទាំងអស់បងប្អូនហើយម្សៅត្នោតនេះបងប្អូនយកទៅលីងឲ្យឆ្អិនបងប្អូនទុកកន្លោះវាដើម្បីកុំឲ្យវាជាប់ពេលយើងធ្វើហើយនេះបងប្អូនខ្ញុំយកទុកទូត្រជាក់ឯនេះម្សៅដែលនំដែលយើងចំហុយហើយហ្នឹងយកទៅទុកទូ1ម៉ោងនៅយើងដូចថានៅក្តៅតិចតិចបងប្អូនវាអត់ដូចថាវាអត់រឹងល្អអញ្ចឹងតែខ្ញុំធ្វើទាំងក្តៅចេះតែថ្មីដូចថាវាសាច់នៅទន់តែខ្ញុំប្រញាប់យកមកធ្វើអញ្ចឹងណាហ្នឹងហើយបងប្អូនធ្វើឲ្យច្រើនមូលហើយចាក់តែម្ដងអញ្ចឹងទៅមួយថាហើយបើបងប្អូនចង់បានរឹងបងប្អូនថែមម្សៅខ្សាយតែមួយស្ព្រាអីទៀតទៅអាចចាក់ពុំនឹងតែរឹងល្អតែខ្ញុំចង់បានទន់បងប្អូនទុកបានយូរថ្ងៃអញ្ចឹងណាមួយអាទិត្យអីក៏នៅសាច់នំទន់ហើយបងប្អូននិយាយពីថាសាច់ឲ្យឈ្នួលពេលយើងខាំទៅឆ្អិតមួតហើយនិយាយឈ្នួលបងប្អូននិយាយថាឆ្ងាញ់បងប្អូនកូរឈ្នួលដាច់ទឹកទៅទុកបានយូរហើយពងប្រៃខ្ញុំធ្វើខ្លួនឯងដែរបងប្អូនឃើញទេពេលខ្ញុំកាត់អញ្ចឹងវានៅទន់តែបងប្អូនទុកតែមួយយប់ទៅអត់អីទេធម្មតាកាត់ទៅដូចថាស្អាតតែនេះខ្ញុំធ្វើថ្មីខ្ញុំកាត់ឲ្យបងប្អូនមើលហើយនិយាយពីថាសាច់នំទន់ល្អបងប្អូនសាកធ្វើមើលម្សៅដំឡូងអត់ធ្វើម្សៅពោតទេបងប្អូនធ្វើម្ដងរសជាតិឆ្ងាញ់បងប្អូនសាកធ្វើទាំងអស់គ្នាទៅហ្នឹងហើយខ្ញុំធ្វើខ្លួនឯងចេះអានេះខ្ញុំធ្វើពី3ដងបងប្អូននំនេះហើយនិយាយថារសជាតិឆ្ងាញ់សាកធ្វើទាំងអស់គ្នាបងប្អូន